bạnบองผลงานนี้ខ្ញុំចែកចម្លែកចំណុចសំខាន់មួយទាក់ទងទៅនឹងការចិញ្ចឹមគុនមាន់ពងចឹងតោះបងប្អូនទៅតាមបានទាំងអស់គ្នាតើចំណុចសំខាន់នោះគឺអីគេដែរបងប្អូនតោះបាទចំណុចសំខាន់របស់យើងនោះគឺខ្ញុំនិយាយអំពីការត្រប់បាតក្រោមថ្ងៃនេះត្រប់បាតក្រោមគឺការក្រាលកាមបងប្អូនបាទក្រាលកាមអញ្ចឹងក្នុងការក្រាលកាមសម្រាប់គុនមាន់ពងឬក៏គុនមាន់សាច់អីហ្នឹងបងប្អូនត្រូវឲ្យកាមរបស់យើងវានៅសបងប្អូនកុំឲ្យវាទុករហូតដល់កាមឡើងខ្មៅហើយវាមានសំណើមកាលណាបងប្អូនទុកយូរពេកគឺធ្វើឲ្យគុនមាន់យើងនឹងងាយឈឺបងប្អូនដោយសារតែកាមបងប្អូនគឺត្រូវធ្វើម៉េចឲ្យស្អាតណាបងប្អូនគឺយើងអាចផ្លាស់ប្ដូរមួយខែអីចឹងយើងដូរម្ដងឬក៏20ថ្ងៃអីគឺបានហើយបងប្អូនតែយើងទុកលើសហ្នឹងគឺអត់ស្អាតទេសម្រាប់គុនមាន់ណាអញ្ចឹងកាលណាកាមបងប្អូនប្រើយូរពេកគឺវាធ្វើឲ្យមាន់យើងវាឈួលបាទមាន់ឈួលឬក៏ងាយឈឺបងប្អូនតែបង្កាមយើងស្អាតសុខភាពមាន់យើងក៏វាល្អដែរបងប្អូនចាប់មាន់បាទអញ្ចឹងក្នុងការចិញ្ចឹមមាន់របស់យើងគឺមិនស្រួលប៉ុន្មានដែរបងប្អូនគឺពិបាកដែរពិបាកទាំងការថែទាំពិបាកទាំងការធ្វើវ៉ាក់សាំងផ្សេងអញ្ចឹងសិនជាយើងអត់សូវមានបទពិសោធន៍គឺពិបាកមែនទែនតែបើយើងមានបទពិសោធន៍ធ្លាប់ឆ្លងកាត់ហើយគឺមិនសូវជាពិបាកប្រហែលទេបងប្អូនតែបើយើងបទពិសោធន៍ថ្មីគឺពិបាកមែនទែនតែម្ដងបាទបងប្អូនអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងអីការចែកម្លែកខ្លីៗបងប្អូនពេញចិត្តអាចខមមិនចុច like ឬក៏ចង់បានចំណេះដឹងអីថ្មីៗទាក់ទងនឹងការចិញ្ចឹមកូនមាន់ពងឬក៏មេមាន់ពងបងប្អូនអាចខមមិនបាន